សាច់ក៏ល្អកតុយក៏ឆ្ងាញ់ស្បែកក៏តម្រូវការច្រើនទៀតមិនដឹងថាមិញរំចង់ចូលចិត្តកន្លែងណាទេខ្ញុំហើយខ្ញុំតែមិនអីទេដើម្បីអូនម្អមបងមានតែប្រឹងទៅចុះនាយផែនបានព្យាយាមស្វែងរកសាច់ជ្រូកនៅឯផ្សារគាត់រកចុះរកឡើងតែពុំមានសាច់ជ្រូកល្អទេមានតែសាច់ដែលសល់ប៉ុណ្ណោះព្រះហើយមិនក៏ថ្ងៃនេះមានតែសាច់ជ្រូកសល់បែបនេះបើបែបនោះមែនខ្ញុំមុខจะចាញ់គេជាមិនខានទេនាយផែនដើរចុះដើរឡើងរកពុំបានសោះគាត់ក៏សម្រេចចិត្តត្រឡប់ទៅវិញនិងបានជួបនាយដននៅតាមផ្លូវណែអាផែនយ៉ាងម៉េចទៅហើយអត់មានប្រាក់ទិញសាច់ជ្រូកល្អលេខ1មែនទេមកខ្ចីយើងទៅហីចាំយើងឲ្យមួយកាក់ពីរកាក់ចុះមែនខ្ញុំក្រណាស់តែខ្ញុំក៏មានប្រាក់អន្សំទិញដែរអរគុណហើយសម្រាប់ទឹកចិត្តដ៏ខ្មៅងងឹតនេះណាអ្នកប្រុសដនទឹកចិត្តខ្មៅងងឹតយ៉ាងម៉េចឯងចង់មើងងាយយើងមែនទេខ្ញុំគ្រាន់តែពោលចោលតាអត់មានបំណងថាឲ្យលោកប្រុសទេតែឯងមានបំណងច្បាស់ណាស់អាក្មេងលហាមថ្ងៃនេះអញដូចជាចង់បដៅឯងណាស់វើយខ្ញុំអត់ចង់មានរឿងទេណាខ្ញុំលាសិនហើយតែអញចង់មានរឿងវើយនេះណែអូយមិនក៏លេងធាក់គ្នាទាំងស្រស់បែបនេះអញថាហើយថាអញចង់បដៅក្មេងនោះអីមើលទៅបើមិនកំដរក៏មិនបានដែរចូលមកនាយដននិងនាយផែនបានបញ្ចេញក្បាច់ល្បុក្កតោរៀងខ្លួនគ្រានោះពួកគេបានវាយតប់គ្នាអស់ពេលជាយូរទីបំផុតនាយដនក៏ព្រមចុះចាញ់អាយុអូយបានហើយយើងសុំចាញ់អញហើយតែអញមិនអាចឈ្នះយើងលើការប្រកួតយកអូនម្អមទេចាំទុកឲ្យហើយទៅអាព្រៃចាំរសៀលនេះដឹងគ្នាហើយពេលវេលាកាន់តែគៀកនាយផែនកាន់តែបារម្ភព្រោះគាត់នៅតែរកមិនឃើញថាអ្វីជាចំណុចល្អជាងគេនោះមានតសាកលបងយកគ្រឿងក្នុងជ្រូកឲ្យមើលទៅផែនដើរមួយសន្ទុះគាត់ក៏បានឮពូគួយនិយាយម្នាក់ឯងថាស្ដាយណាស់ដែលខ្ញុំមានប្រពន្ធហើយកុំអីត្រឹមវិញ្ញាសាប៉ុណ្ណឹងអ្នកមិនចង់មុខជាឲ្យខ្ញុំឈ្នះជាមិនខានមែនហើយពូគួយមានបទពិសោធន៍ជីវិតច្រើនណាស់គាត់មុខជាដឹងជាមិនខានទេអំពីរឿងនេះក្បាលជ្រូកគេតែងតែយកមករៀបនៅក្នុងពិធីមង្គលការខ្លាញ់ជ្រូកគេយកមកវិចនំសមជ្រូកនៅក្នុងពិធីមង្គលការដូចគ្នាវិញ្ញាសាប៉ុណ្ណឹងស៊ីផុយតែណោះហើយពួកវាមិនទាន់រៀបការពួកវាមិនដឹងទេឮបែបនោះហើយផែនដឹងថាធ្វើបែបណាហើយគាត់ក៏ប្រញាប់វិលទៅផ្សារវិញដើម្បីធ្វើរឿងមួយប្រសើរណាស់ពូគួយអើយពូគួយខ្ញុំអរគុណពូហើយចំណែកនាយដនវិញបានបញ្ជាកូនចៅឲ្យរកទិញជ្រូកដែលល្អបំផុតយកមកឲ្យគាត់ព្រោះគាត់គិតថាបើជ្រូកកាន់តែល្អកាន់តែថ្លៃមីងរំចង់កាន់តែចង់បានយើងសម្រេចថាយកអណ្ដាតចុះព្រោះវាជារបស់ល្អហើយតម្លៃក៏ថ្លៃសំខាន់វាឆ្ងាញ់ទៀតមីងរំចង់មុខជាចង់ហូបមិនខានទេគិតហើយនាយដនក៏បានយកអណ្ដាតរបស់ជ្រូកដែលមានសាច់ត្រលុកមួយក្បាលជូនមីងរំចង់ទាំងមានមោទនភាពក្មួយម្អមថ្ងៃនេះក្មួយដននិងក្មួយផែននឹងមកបំពេញបេសកកម្មឲ្យក្មួយត្រៀមតែមានប្តីទៅដឹងទេចាស់មីងអូនោះក្មួយដនមកហើយចង់ដឹងណាស់គាត់យកស្អីជាផ្នែកពិសេសរបស់ជ្រូកនោះមីងខ្ញុំដូចជាមិនឃើញបងផែនសោះគាត់បោះបង់ការប្រកួតឲ្យតែដឹងមីងមីងបាននិយាយហើយអ្នកណាឈ្នះអ្នកនោះបានណាក្មួយកំតូចចិត្តអីនេះជាការគោរពពាក្យសន្យាណាជំរាបសួរមីងជំរាបសួរពូសួស្ដីអូនម្អមចាស់ក្មួយអរគុណមើលក្មួយគិតថាអ្វីជាចំណុចពិសេសរបស់ជ្រូកនោះមីងកុំតាន់អីចាំបងផែនសិនទៅមីងមើលទៅក្មួយផែនមិនមកទេបើមិនមកមានន័យថាក្មួយផែនមិនស្រឡាញ់ក្មួយទេណាអូនមិនចង់ចាំសិនទៅណាក្មួយផែនមុខជាមកមិនខានមើលទៅអាផែនវាល្ងងយ៉ាងនេះទៅរកសាច់ជ្រូកមកពីណាបានទៅល្ងងក៏ល្ងងក្រក៏ក្រវាដកខ្លួនបាត់ហើយ